នាព្រឹកថ្ងៃសៅរ៍ទី1ខែមីនាឆ្នាំ2025នេះឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញប្រគល់កុំព្យូទ័រយួរដៃកុំព្យូទ័រលើតុសរុបចំនួន139គ្រឿងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតជូនដល់មន្ទីរអង្គភាពស្ថាប័នអាជ្ញាធរនិងគ្រឹះស្ថានអប់រំគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងខេត្តកំពង់ធំកុំព្យូទ័រយួរដៃនិងកុំព្យូទ័រលើតុដែលត្រូវបានប្រគល់និងទទួលនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំក្នុងនោះរួមមាន1មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ធំចំនួន20គ្រឿង2មន្ទីរព័ត៌មានខេត្តកំពង់ធំចំនួន6គ្រឿង3មន្ទីរអប់រំយុវជននិងកីឡាចំនួន6គ្រឿង4វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំចំនួន40គ្រឿង5វិទ្យាល័យកំពង់ធំចំនួន40គ្រឿង6ស្នងការនគរបាលខេត្តកំពង់ធំចំនួន10គ្រឿង7កងរាជអាវុធហត្ថខេត្តកំពង់ធំចំនួន5គ្រឿង8ប្រតិបត្តិការសឹករងខេត្តកំពង់ធំចំនួន5គ្រឿង9សាលាដំបងខេត្តកំពង់ធំចំនួន5គ្រឿង10សាលាសង្កាត់ចំនួន2គ្រឿងឯកឧត្តមរដ្ឋមន្ត្រីបានផ្ដាំផ្ញើដល់មន្ទីរអង្គភាពស្ថាប័នអាជ្ញាធរនិងគ្រឹះស្ថានអប់រំគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងខេត្តកំពង់ធំដែលទទួលបានកុំព្យូទ័រយួរដៃកុំព្យូទ័រលើតុជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីសូមយកទៅប្រើប្រាស់សម្រាប់បំពេញការងារទៅតាមវិស័យរៀងៗខ្លួនក៏ដូចជាដើម្បីធ្វើការសិក្សាស្រាវជ្រាវផ្សេងៗបន្ថែមទៀតស្របទៅនឹងការវិវត្តនៃប្រព័ន្ធ Digital